សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេនៅពេលព្រឹកព្រលឹមអ្នកភ្ញាក់ឡើងដោយមានគម្រោងការងារពេញក្នុងខួរក្បាលអ្នកប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងធ្វើវាឲ្យបានសម្រេចប៉ុន្តែគ្រាន់តែដៃរបស់អ្នកទៅប៉ះទូរស័ព្ទចុចមើលនេះបន្តិចចុចមើលនោះបន្តិចដឹងខ្លួនម្ដងទៀតមេក៏ងងឹតបាត់ទៅហើយអ្នកមានអារម្មណ៍ហត់នឿយទោះបីជាពេញមួយថ្ងៃនោះអ្នកមិនទាន់បានធ្វើការងារដែលជាសាច់ការអ្វីសោះក៏ដោយនេះហើយជាមុខមាត់ពិតនៃភាពខ្ជិលមនុស្សភាគច្រើនយល់ច្រឡំថាភាពខ្ជិលគឺជាការសម្រាកប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថាវាមិនមែនជាការសម្រាកទេការសម្រាកគឺដើម្បីផ្ដល់ថាមពលឲ្យរាងកាយប៉ុន្តែភាពខ្ជិលគឺវាបឺតជញ្ជក់យកថាមពលរបស់អ្នកវាគឺជាការសម្លាប់ពេលវេលារបស់យើងទាំងរស់វាជាជំងឺផ្លូវចិត្តម្យ៉ាងដែលបិទភ្នែកអ្នកមិនឲ្យអ្នកឃើញពន្លឺនៃអនាគតបើថ្ងៃនេះអ្នកមិនងើបឈរប្រយុទ្ធជាមួយនឹងវាទេថ្ងៃស្អែកអ្នកនឹងក្លាយជាទីស្គាល់របស់វាដោយមិនដឹងខ្លួនដើម្បីឈ្នះសត្រូវយើងត្រូវស្គាល់ពីប្រភពរបស់វាតើភាពខ្ជិលកើតចេញមកពីណានៅក្នុងខួរក្បាលរបស់យើងមានសារធាតុម្យ៉ាងហៅថាដូប៉ាម៉ាញវាកើតឡើងនៅពេលដែលយើងទទួលបានសេចក្តីសុខយុគសម័យនេះមានបណ្ដាញសង្គមដូចជា TikTok, Facebook ឬ YouTube Short បានផ្ដល់ដូប៉ាម៉ាញថោកៗឲ្យយើងការអូសទូរស័ព្ទមើលវីដេអូកំប្លែង15នាទីធ្វើឲ្យខួរក្បាលយើងសប្បាយភ្លាមនៅពេលខួរក្បាលយើងញៀននឹងសេចក្តីសុខដែលមិនបាច់ប្រឹងប្រែងនេះវានឹងលែងចង់ធ្វើការលំបាកដូចជាការរៀនសូត្រការអានសៀវភៅឬការកសាងអាជីវកម្មអ្នកកំពុងលក់អនាគតខ្លួនឯងដើម្បីដោះដូរនឹងការសើចសប្បាយត្រឹមតែប៉ុន្មាននាទីលើអេក្រង់ទូរស័ព្ទជឿទេថាមនុស្សខ្លះខ្ជិលព្រោះគេខ្លាចអ្នកខ្លាចថាបើអ្នកចាប់ផ្ដើមធ្វើវាហើយវាមិនល្អឥតខ្ចោះឬវាបរាជ័យអ្នកនឹងខ្មាស់គេដូចជាខួរក្បាលរបស់អ្នកក៏បង្កើតលេសថាកុំតន់ធ្វើអីចាំស្អែកចាំធ្វើការពន្យាពេលគឺជាខែលការពារខ្លួនពីការបរាជ័យប៉ុន្តែវាក៏ជាជញ្ជាំងដែលបាំងអ្នកពីភាពជោគជ័យដូចគ្នាកប៉ាល់ដែលមានត្រីវិស័យនិងអណ្ដែតត្រសែតនៅលើសមុទ្របើអ្នកមិនដឹងថា5ឆ្នាំទៀតអ្នកចង់ក្លាយជាអ្នកណាអ្នកចង់មានជីវិតបែបណាទេនោះជើងរបស់អ្នកនឹងមិនចង់បោះជំហានឡើយភាពខ្ជិលស្រឡាញ់មនុស្សដែលគ្មានគោលដៅបំផុតភាពខ្ជិលគឺជាចោរដ៏ឆ្លាតវៃបំផុតវានឹងមិនចូលមកលួចទ្រព្យសម្បត្តិរបស់អ្នកក្នុងពេលតែមួយយប់ឡើយវាលួចបន្តិចម្ដងទី1វាលួចឱកាសនៅពេលអ្នកខ្ជិលមិនព្រមរៀនជំនាញថ្មីមនុស្សម្នាក់ទៀតដែលគេខំប្រឹងនឹងមកយកកន្លែងរបស់អ្នកឱកាសល្អមិនដែលរងចាំមនុស្សដែលដេកដកដង្ហើមចោលនោះទេ2វាលួចសុខភាពខ្ជិលក្នុងការហាត់ប្រាណភាពខ្ជិលក្នុងការជ្រើសរើសអាហារល្អវានឹងសងមកវិញនៅរាងកាយដែលចុះខ្សោយនិងជំងឺដង្កាត់នៅពេលដែលអ្នកអាយុច្រើន3វាលួចក្តីស្រមៃអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅពេលដែលអ្នកមានអាយុ60ឆ្នាំរួចអ្នកក្រឡេកមើលមកក្រោយហើយនិយាយថាប្រសិនបើកាលពីក្មេងខ្ញុំមិនខ្ជិលប្រហែលជាជីវិតខ្ញុំមិនអន់បែបនេះទេពាក្យថាប្រសិនបើគឺជាពាក្យដែលឈឺចាប់បំផុតនៅក្នុងលោកភាពខ្ជិលមិនមែនគ្រាន់តែធ្វើឲ្យអ្នកក្រតែលុយទេវាធ្វើឲ្យអ្នកក្រតម្លៃក្នុងនាមជាមនុស្សម្នាក់ដែលកើតមកមានសមត្ថភាពពេញខ្លួនតែប្រើវាមិនអស់អ្នកដែលកំពុងស្ដាប់វីដេអូនេះជាទីគោរពថ្ងៃនេះខ្ញុំមិនមែនមកស្ដីបន្ទោសអ្នកទេប៉ុន្តែខ្ញុំមកដើម្បីដាស់អ្នកនាឡិកានៅលើជញ្ជាំងកំពុងដើរទៅមុខវាមិនដែលថយក្រោយសូម្បីតែមួយវិនាទីរាល់នាទីដែលអ្នកចំណាយទៅលើភាពខ្ជិលអ្នកកំពុងតែបោះកាក់មាសនៃជីវិតរបស់អ្នកចូលទៅក្នុងលូឈប់និយាយថាចាំស្អែកព្រោះស្អែកគ្មានថ្ងៃមកដល់ឡើយបើអ្នកមិនចាប់ផ្ដើមពីថ្ងៃនេះទេភាពខ្ជិលអាចលួចអតីតកាលរបស់អ្នកបានតែវាមិនអាចលួចអនាគតរបស់អ្នកបានទេប្រសិនបើអ្នកភ្ញាក់នៅពេលនេះមុននឹងបញ្ចប់វគ្គទី1នេះខ្ញុំមានសំណួរមួយចង់សួរអ្នកហើយសូមឆ្លើយទៅកាន់ខ្លួនឯងដោយភាពស្មោះត្រង់បំផុតតើអ្នកចង់ក្លាយជាមនុស្សដែលអង្គុយសោកសៅនៅ5ឆ្នាំក្រោយឬចង់ក្លាយជាមនុស្សដែលឈរញញឹមហើយអរគុណខ្លួនឯងដែលបានខំប្រឹងនៅថ្ងៃនេះជួបគ្នានៅវគ្គ2យើងនឹងនិយាយអំពីយុទ្ធសាស្ត្រកម្ចាត់វាឲ្យអស់ពីជីវិតសូមអរគុណ